រឿងបុរសចេះថ្នាំពឹសពោះកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះសុកធ្វើដំណើរទៅកាប់អុសក្នុងព្រៃលុះទៅដល់ព្រៃជាកន្លែងកាប់អុសនោះហើយឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូលចៅសុកពិនិត្យមើលហេតុសពគ្រប់ទៅឃើញថាខ្លានេះស្លាប់ដោយពស់ចឹកព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយបុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ក៏ស្រាយថងយាមយកថ្នាំមកដោះលាបស្រឡាបឲ្យលុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីតោមនស្សនឹងបុរសដែលលាបថ្នាំឲ្យហើយស្ដីឲ្យថាហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបុរសនោះឆ្លើយថាយើងដើរមកបានឃើញបងឯងស្លាប់ដោយពស់ចឹកហើយយើងដោះថ្នាំស្រឡាបលាបឲ្យបងឯងរស់តើខ្លាថាអញមានស្លាប់អីពស់ចឹកអញកាលណាអញកំពុងដេកលក់ស្រួលទេតាបើដូច្នោះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារចៅសុកមានសេចក្តីតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថាបងអើយអាណិតយើងផងកុំអាលពិឃាតយើងក្នុងគ្រានេះចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យបើរកទៅឃើញថាយើងខុសសម្បងប្រហារជីវិតយើងបើយើងត្រូវទុកជីវិតយើងខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកវិលមកវិញប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថាបងទាំងពីរអាណិតជួយយកអាយុយើងផងព្រោះខ្លាដែលពស់ចឹកបានរស់ឡើងដែលយើងដាក់ថ្នាំឲ្យតែវាប្រាថ្នាប្រហារជីវិតយើងថាយើងធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់សត្វទាំងពីរដឹងសេចក្តីសពគ្រប់ក៏ពិចារណាទៅឃើញថាតាមពិតត្រូវតែទៅកាត់សេចក្តីឲ្យបុរសនោះឈ្នះខ្លាប៉ុន្តែបើអញឲ្យបុរសនោះឈ្នះទៅមុខជាខ្លាគុំអញស៊ីអញជាអាហារពុំលែងក៏ប្រាប់ទៅចៅសុកថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុករឹតតែភ័យឡើងក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅទៀតលុះប្រទះនឹងសុភាទន្សាយចៅសុកក៏ប្តឹងតាមដំណើរសុភាទន្សាយដឹងរឿងសពគ្រប់ក៏ប្រាប់ចៅសុកថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅសំយើងទៅជួបគ្រាដែលបុរសនោះកំពុងជជែកនឹងខ្លាសុភាទន្សាយទៅដល់ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នារឿងអ្វីខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររឿងរៀងខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នេះបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែលឲ្យយូរជាងពីមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសឹមបងឯងមកពិឃាតមនុស្សនេះធ្វើជាអាហារចោះខ្លាទៅដេកតាមបង្កប់ពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់ទៅសុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថា
បងឯងកុំលាបថ្នាំឲ្យវាទៀតប្រាប់ហើយក៏លាចៅសុកទៅលំនៅឋានវិញទៅ